Hello សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺនេះខ្ញុំចង់បង្ហាញអំពីការធ្វើផ្កាឈូកក្រពុំចាការធ្វើផ្កាឈូកក្រពុំនេះគឺយើងត្រូវយកដុសកំញីមកកាត់ជាពីរឲ្យស្មើគ្នារួចហើយយើងយកដុសកំញីដែលយើងបានកាត់ហើយហ្នឹងយើងយកមួយកំណាត់រួចហើយយើងយកមកបត់វាជាពីរហើយយើងវាស់យកចំនួន3លេខបងប្អូនអាចមើលនៅក្នុងវីដេអូនេះចារបៀបធ្វើគឺងាយទេចាសម្រាប់ការដែលខ្ញុំកំពុងតែធ្វើនេះគឺជាសតបការសម្រាប់យើងដាក់សតបខាងក្នុងចាហើយដោយសារតែផ្កាឈូកនេះគឺជាខ្នាតតូចបំផុតហើយពេលដែលយើងកាច់ទៅគឺវាពិបាកនឹងស្រែវាព្រោះវាតូចពេកអញ្ចឹងយើងពុតវាយ៉ាងម៉េចឲ្យវាមើលទៅវារូបមានរូបរាងដូចជាសន្លឹកផ្កាឈូកហើយបន្ទាប់មកយើងយកកត្រៃមកកាត់ចុងវាតិចៗដើម្បីឲ្យវាមានរាងមើលទៅដូចជាសតបឈូកអញ្ចឹងហើយឥឡូវយើងធ្វើបាន3សន្លឹកហើយអានេះសម្រាប់ស្តបខាងក្នុងហើយស្តបខាងក្រៅក៏យើងត្រូវធ្វើ3ដែរហើយនេះគឺយើងធ្វើដើមយើងត្រូវយកកំញីពណ៌បៃតងមួយដើមយើងបត់ជាពីរហើយយើងរុំវាឲ្យល្មូនចូលគ្នាដើម្បីឲ្យដើមផ្កាហ្នឹងវារៀងរឹងជាងមុនណាយើងដាក់ដើមជាលុះកំញីហ្នឹងគឺដើម្បីចង់ឲ្យផ្កាហ្នឹងវាមានចលនាពេលដែលវាត្រូវខ្យល់អញ្ចឹងវាមានចលនាបាក់ឡើងបាក់ចុះអញ្ចឹងណាចាឥឡូវហ្នឹងគឺដល់វគ្គយើងគុំផ្កា3ម្ដងដំបូងគឺយើងត្រូវចាប់ស្តបខាងក្នុងមុនណាយើងយកពីរស្តបមកបិទចាប់គ្នារួចហើយយើងបិទតងផ្កាឲ្យជាប់សិនបន្ទាប់មកគឺយើងបិទមកស្តបទៀតបិទគ្របពីលើនឹងតែម្ដងចាបងប្អូនអាចមើលនៅក្នុងវីដេអូហ្នឹងគឺអាចចេះធ្វើហើយគឺងាយស្រួលតែការជប់តូចអញ្ចឹងចាជាបន្តទៀតគឺយើងបិទស្តបខាងក្រៅគឺយើងបិទឲ្យចំកន្លែងភ្នែកហើយយើងចាប់តាហ្នឹងចាហើយយើងបិទធ្វើម៉េចឲ្យចំកណ្ដាលភ្នែកណាឲ្យគ្រប់3ជ្រុងគ្រប់3ជ្រុងផ្កាណាតែប៉ុណ្ណឹងគឺរួចរាល់ហើយចាបងប្អូនមើលយើងប្រើទាំងអស់តែ6សន្លឹកទេចាគឺផ្ការបស់យើងបានរួចអស់ហើយចាបងប្អូន